បាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះគោរពអញ្ជើញបងប្អូនទាំងគ្នាមកទស្សនានៅវីដេអូមួយប្រធានបទស្ដីអំពីការវិធីសាស្ត្រចិញ្ចឹមគោឲ្យមានភាពរីកចម្រើនឬក៏ជោគជ័យបាទឥឡូវនាំមកចូលកសិដ្ឋានរបស់បងមួយដែលគាត់ចិញ្ចឹមគោបំពន់យកសាច់បាទនេះគឺគាត់ចិញ្ចឹមយកគោនេះគឺបំពន់យកសាច់អញ្ចឹងដើម្បីឲ្យយើងទាំងអស់គ្នាចិញ្ចឹមគោទាំងលក្ខណៈគ្រួសារក្តីលក្ខណៈកសិដ្ឋានក្តីគឺយើងគោលបំណងគឺដើម្បីទទួលបានផលចំណេញដូចគ្នាបាទអញ្ចឹងខ្ញុំក៏ច្បិចយកនៅកន្លឹះខ្លះៗដែលខ្ញុំបានពិនិត្យឃើញឃើញថាទីតាំងរបស់គាត់នេះគឺចិញ្ចឹមបានល្អហើយគឺបានសាកសួរព័ត៌មានក៏ដូចជាពិសេសគាត់ក៏ជាអតិថិជននៃការប្រើប្រាស់វ៉ាក់សាំងឱសថដូចជាថ្នាំព្យាបាលនិងថ្នាំប៉ូវនិងផ្សេងបាទអញ្ចឹងនេះខ្ញុំនាំបងប្អូនអ្នកគ្នាមកមើលហើយនេះគឺជាសកម្មភាពរបស់ក្រុមគ្រួសាររបស់គាត់ដែលបានកើបអាចគោដាក់ក្រុងនេះគឺមិនមែនយកបោះចោលទេគឺលក់ជូនបងប្អូនប្រជាពលរដ្ឋអ្នកភូមិនៅក្នុងភូមិហ្នឹងគឺគាត់ទិញយកទៅដាក់ដំណាំដាំអន្លឹកក៏ដូចជាដំណាំរួមផ្សំផ្សេងៗគឺមកបាវបាន2000ទៅ3000ដែរបាទអញ្ចឹងគាត់គឺនេះជាអត្ថប្រយោជន៍មួយហើយគឺអាចផ្គត់ផ្គង់ទៅដល់ខ្លួនគាត់សម្រាប់ទ្រទ្រង់ទៅលើចំណីបកគោក៏ដូចជាទៅលើប្រភេទនៃវ៉ាក់សាំងផងដែរបាទយើងឃើញទីតាំងហើយអញ្ចឹងខ្ញុំសូមលើកយកតែម្ដងដើម្បីចិញ្ចឹមគោបានជោគជ័យទី1គឺយើងជ្រើសពូជគោអញ្ចឹងគាត់ចិញ្ចឹមនេះគឺគាត់ដើរទិញគោណាដែលមានស្ពាប់គោណាស្គមបាទយើងទិញមកហើយយើងបំពន់ដូចគាត់អញ្ចឹងប៉ុន្តែបំពន់តែចំណីហើយនឹងទឹកមួយមុខក៏មិនគ្រប់គ្រាន់ដែរគឺបានចាក់ថ្នាំផងដែរអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រហើយគាត់ចាក់ដោយខ្លួនគាត់ទេគឺខ្ញុំគាត់តែបង្ហាញប្រាប់បញ្យល់ណែនាំម្ដងមកគាត់អាចចេះចាក់ដោយខ្លួនឯងបានដែរអញ្ចឹងមូលហេតុដែលបានព្យាយាមបង្រៀនឲ្យគាត់ចេះចាក់គោដោយខ្លួនឯងព្រោះនេះពេលដែលខ្ញុំមានការរវល់ឬក៏ឈឺគោរបស់គាត់ឈឺយប់ប្រលប់អីហ្នឹងគឺអាចនេះបានដែរតែទៅដល់ចាក់គោជូនគាត់បានអញ្ចឹងមានតែគាត់ចេះចាក់ខ្លួនឯងទៅអាចដោះស្រាយបញ្ហាហ្នឹងបានអញ្ចឹងគោរបស់គាត់អាចបាត់បង់ជីវិតទេបាទហើយអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាមើលវីដេអូនេះអាចដឹងអាចយល់ហើយឬក៏មានចង្អល់បងប្អូនអាចសាកសួរបានចំណុចពិសេសនោះគឺគាត់លក់វល់ជុំតែម្ដងនៃក្នុងរោងចិញ្ចឹមគោរបស់គាត់នេះមានន័យថាគាត់ដាក់ចូលថ្មីបន្តរហូតមានន័យថាអត់មានចាំបក់លក់មួយវគ្គទេមានន័យថាលក់ម្ដង5 6អញ្ចឹងដាក់មកវិញ5 6ឬក៏10អញ្ចឹងគឺលក់តបអញ្ចឹងគឺគាត់អត់តំណេទេរោងនេះអត់តំណេទេហើយយើងមើលទស្សនវិជ្ជាដូចជាមិនពិបាកអីមែនហើយអញ្ចឹងតែគាត់ពីអ្នកគ្រួសារគាត់ទេគឺគាត់អាចគ្រប់គ្រងគោបានត្រង់35ក្បាលទៅ40ក្បាលបាទហើយយើងមើលឃើញនេះដែលបំពន់បានខ្លះបានមានន័យថាមួយខែឬក៏ខែនេះគោចិត្តបញ្ចេញពី3នេះខ្ញុំទៅសប្តាហ៍មុននេះទៅគឺលក់បាត់ហើយចូលថ្មីទៀតហើយអញ្ចឹងយើងមើលឃើញថាលិមួកដូចជាមើលកកិច្ចប៉ុន្តែពេលដែលគាត់លក់ចេញទៅគឺគាត់កើបចេញទៅលក់ចេញបានជាចំណូលទៀតអញ្ចឹងខ្ញុំនិយាយពីបច្ចេកទេសវិញម្ដងអញ្ចឹងទី1មិញរើសពូជគោអញ្ចឹងពូជគោនឹងត្រូវតំបន់អញ្ចឹងបើម៉ួយរបស់យើងចំណុចពូជគោនេះមិនមែនយកគោទឹកដោះមានន័យថាម៉ួយរបស់យើងគាត់ចូលចិត្តទិញគោធាត់យើងឬគោណាឆ្អឹងយើងត្រូវរកពូជគោបែបហ្នឹងដើម្បីព្រោះយើងចិញ្ចឹមដើម្បីលក់យកចំណេញហើយបើយើងចិញ្ចឹមអត់ត្រូវជាមួយនឹងម៉ួយទិញរបស់យើងអញ្ចឹងយើងចិញ្ចឹមក៏អត់ន័យដែរបាទមិនចិញ្ចឹមល្អមើលទេព្រោះគោម្ដងនេះគឺចង់បញ្ជាក់ថាការចិញ្ចឹមដើម្បីទទួលបានផលចំណេញចំណុចទី2នោះគឺការរៀបចំយើងគេការរៀបចំវាមិនពិបាកអីហ្មងឯងគោវាអត់មានទៅរៀបចំអីដល់ស្អាតបានទេព្រោះយើងលក្ខណៈសាមញ្ញចឹងដែរអាចធ្វើបានសង្ឃឹមថាបងប្អូនអ្នកគ្នាអាចធ្វើបានហើយមើលបែបហ្នឹងចងខ្សែចងអីវាកាត់បន្ថយការចំណាយដោយសារតែដើមទុននៃការធ្វើរោងធ្វើអីđóក៏រាប់ពាន់ដែរអញ្ចឹងរាប់ពាន់ដុល្លារឬក៏រាប់លានរៀលដូច្នេះក៏កាត់បន្ថយការចំណាយចំណុចពិសេសហ្នឹងគឺទឹកហើយនឹងចំណេះហាបែបឃើញក្នុងវីដេអូនឹងបញ្ជាក់ខាងដើមអញ្ចឹងគឺគាត់ផ្ដល់ចំណីគឺពីពេលប៉ុណ្ណេះគាត់ផ្ដល់ឲ្យស៊ីឲ្យឆ្អែតគ្រប់គ្រាន់ហើយទឹកគឺទឹកស្អាតមិនមែនទឹកក្រិចទេគឺទឹកដែលបូមចេញឬក៏ទឹកស្អាតរបស់យើងឬក៏ទឹកភ្លៀងអាចឲ្យសត្វហ្នឹងប្រមូលបានចំណុចពិសេសមួយទៀតគឺតែតមសុខភាពដែលខ្ញុំបានលើកឡើងលើគឺគាត់មិនមែនគាត់អត់ចាក់ថ្នាំទេប៉ុន្តែថ្នាំគឺមានរបស់គាត់គឺគាត់ចាក់នៅពេលដែលគោមកស្គមថ្មីគាត់ចាក់ឲ្យនឹងមានមើលតែផ្ទុះជំងឺក្បែរហ្នឹងគឺគាត់បានប្រើប្រាស់វ៉ាក់សាំងតែម្ដងអញ្ចឹងគឺគាត់ជាអតិថិជនដែលយកវ៉ាក់សាំងចេញពីដេប៉ូរបស់ខ្ញុំទៅអញ្ចឹងគាត់ចាក់វ៉ាក់សាំងបើថាផ្ទុះដុំពោគាត់ចាក់ភឹបអស់ដោយខ្លួនឯងតែម្ដងទិញទៅចាក់ខ្លួនឯងពីថ្នាំក៏គាត់មានដែរមានពពួកថ្នាំមើលតែគោ
បោកខ្យល់ចាក់ភ្លាមមានសារទឹកអីហ្នឹងចឹងដែរដោយសារតែយើងគាត់នៅជាមួយគោផ្ទាល់ជាប្រចាំថ្ងៃអញ្ចឹងគឺដឹងមានន័យថាដូចយើងខ្លួនឯងក៏ដោយក៏ដែលយើងចិញ្ចឹមគោទៅពេលដែលយើងនៅផ្ទាល់ជាមួយសัตว์ក៏ដែលកលេចមកតែគោណាអត់សូវស្រួលយើងនៅដើរទីមហៀទឹកមាត់ខុសពីធម្មតាអត់ចង់ស៊ីចំណីអីហ្នឹងបាទនេះគោស្ទើរធ្លាប់ដល់ការដំពងអញ្ចឹងគាត់បានយកថ្នាំបញ្ចាក់ទៅជោគជ័យហើយឥឡូវលើមើលធាត់ឡើងមូលនេះគឺករណីតែបន្ទិញមកថ្មីហើយរៀងមានជំងឺដែរអញ្ចឹងខ្ញុំមកពិនិត្យមើលជូនគាត់ផ្ដល់យោបល់ជូនគាត់នឹងអាចប្រើប្រាស់អញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនអ្នកគ្នាទស្សនាវីដេអូនេះមានជាចម្ងល់មានអីចង់សាកសួរបន្ថែមអាចតំណងសាកសួរបានតាមលេខទូរស័ព្ទដាក់ខ្ញុំនៅលើវីដេអូបាទលេខនៅលើវីដេអូហ្នឹងអាចតំណងតាម Telegram ក៏បានដែរវាសិតតែជាលេខដែលប្រើប្រាស់ជា Telegram ទេចង់សាកសួរពីបច្ចេកទេសចិញ្ចឹមពីបច្ចេកទេសព្យាបាលថ្នាំឬក៏វិធីសាស្ត្រណាមួយដែលបងប្អូនអ្នកគ្នាជួបប្រទះឲ្យដោះស្រាយចេញអាចសួរបានឬក៏បងប្អូនអ្នកគ្នាត្រូវការជាប្រភេទវ៉ាក់សាំងសត្វគ្រប់ប្រភេទមិនថាគោជ្រូកមាន់ទាឆ្កែឆ្មាទេគេមានឬក៏បងប្អូនអ្នកគ្នាចង់រៀនពីបច្ចេកទេសនៃការចិញ្ចឹមគោតាមអនឡាញក៏បានដែរយើងអាចចេះចាក់ថ្នាំគោដោយខ្លួនឯងក៏អាចតំណងបានឬក៏បងប្អូនអ្នកគ្នាអត់ត្រូវការហ្នឹងទេគ្រាន់តែចង់សាកសួរហើយយើងចិញ្ចឹមគោ2 3ក្បាលទៅស្រាប់តែគោហើមពោះរៀករស់ហើយអាចតំណងសាកសួរបានបាទសូមគោរពអរគុណសូមគោរពលា